ឆ្លាតឬល្ងងអាស្រ័យលើខ្លួនឯងថាតើនឹងខិតខំស្វះស្វែងរៀនសូត្រដែរឬអត់យើងធ្លាប់ឮគេនិយាយថាអ្នកនេះឆ្លាតទោះតែមានជាតិអន់បន្តិចអ្នកដែលត្រូវគេសរសើរថាជាមនុស្សឆ្លាតនោះយ៉ាងហោចណាស់គេជាមនុស្សដែលមានសមត្ថភាពឬជំនាញអ្វីមួយពិសេសលើសគេអ្វីត្បិតតែសភាពខាងក្រៅរបស់គេមិនសូវល្អក្នុងក្រសែផ្នែកសាធារណជនយ៉ាងហោចណាស់គេក៏មានចំណុចល្អសមគួរនិងគួរឲ្យលើកសរសើរដែរតែនៅតែមានអ្នកមួយចំនួនមិនចេះហើយនៅតែមិនព្រមលើកដៃលើកជើងមិនស្វះស្វែងរៀនសូត្រនៅតែប្រព្រឹត្តអំពើល្ងង់ខ្លៅឲ្យគេសើចចំអកតើវាជាការសំគួរដែរឬទេសម័យដើមមានអូរ៉ោះល្ងង់ម្នាក់ឈ្មោះថាអាលីថ្ងៃមួយក្រែនៅក្នុងផ្ទះរបស់អាលីបានបាក់ជើងអស់មួយឪពុកវាក៏ហៅមកប្រាប់ថាអាលីអើយឯងចូលទៅព្រៃកាប់ឈើ1 ម៉ែត្រមកយកមកធ្វើជើងក្រែកុំភ្លេចរកអាម៉ែកណាត្រង់ហើយមាំផងអាលីស្ដាប់ឪពុកបណ្ដើរអោនឈ្ងោកមើលជើងក្រែដែលបាក់រួចក៏យកពូថៅនិងរណាចាក់ចេញពីផ្ទះទៅពេលមកដល់ព្រៃអាលីដើរសម្លឹងរកមើលម៉ែកឈើដែលសមល្មមនឹងយកទៅធ្វើជាជើងក្រែគេដើរចុះដើរឡើងពីលិចទៅកើតពីជើងទៅត្បូងចាប់ម៉ែកនោះចាប់ម៉ែកនេះពិចារណាយ៉ាងល្អិតល្អន់អាលីវដែលគិតថាខ្លួនឯងជាមនុស្សឆ្លាតបានពោលតែក្នុងចិត្តថាអ្នកណាថាអញមិនចេះធ្វើអ្វីអញនឹងរកឈើឲ្យបានល្អបំផុតយកទៅធ្វើជើងក្រែឲ្យអ្នកគ្រប់គ្នាដឹងថាអញក៏ជាមនុស្សពូកែម្នាក់ដែរទោះបីជាដូច្នោះក៏ដោយគេនៅតែមិនអាចរកឈើដែលត្រូវការនោះបានឡើយម៉ែកមួយក៏ប្រាការមិនកើតម៉ែកមួយទៀតក៏មិនល្មមទីបំផុតបានត្រឹមតែអេះក្បាលទាំងមូលម៉ងដើរសពអស់ទៅហើយនៅតែរកមិនបានតើអញត្រូវធ្វើយ៉ាងម៉េចអញ្ចេះឪពុកអាលីអង្គុយចាំនៅផ្ទះពេញមួយថ្ងៃរហូតដល់ថ្ងៃលិចបាត់ស្រមោលអាលីនៅតែមិនទាន់ត្រឡប់មកផ្ទះវិញគាត់អន្ទះអន្សានៅមិនសុខស្រាប់តែឃើញអាលីដើរមកដល់ផ្ទះដោយបាត់ដៃទទេគ្មានអ្វីសោះឪពុកនឹកខឹងផងនឹកចម្លែកក្នុងចិត្តផងឈើមានពីសពេញព្រៃគ្រាន់តែរកឈើមួយកំណាត់យកមកធ្វើជើងក្រែក៏អាលីរកមិនបានដែរអាលីដែលទំនងជាហត់នឿយសម្បើមណាស់បានឆ្លើយទាំងមុខជូរថាចុះបើជើងក្រែវាសំយងចុះក្រោមឯមែកឈើវាឈរឡើងលើតើឲ្យខ្ញុំរកមិននឹងបានទៅអ្នកខ្លះគិតថាអ្វីៗនឹងកើតឡើងដោយគំនិតខ្លួនឯងអាស្រ័យលើសតិបញ្ញារបស់ខ្លួនឯងជាអ្នកពិចារណាប៉ុន្តែការពិតអ្វីៗគ្រប់យ៉ាងជាលទ្ធផលបានពីការផ្សំគ្នារវាងការរៀនសូត្រពីអ្នកដទៃបទពិសោធន៍ផ្សេងៗរួមទាំងការត្រិះរិះពិចារណាព្រោះមនុស្សកើតមកមិនបានធ្លាប់រៀនមិនធ្លាប់បានឃើញតើមានស្អីយកទៅពិចារណាតើអ្វីៗអាចចេះតែខ្លួនឯងបានដែរឬទេប្រកបណាស់គឺមិនអាចទៅរួចទេគ្មានអ្នកណានៅស្ងៀមស្រាប់តែឆ្លាតចេះដឹងហើយក៏គ្មានអ្នកណាដែលមិនធ្វើអ្វីសោះស្រាប់តែពូកែនោះដែរចំណេះដឹងរបស់មនុស្សត្រូវការបណ្ដុះបណ្ដាលបន្តិចម្ដងរៀងរាល់ថ្ងៃរៀងរាល់ខែនិងរៀងរាល់ឆ្នាំនិងជារៀងរហូតក្នុងរឿងអាលីមិនចេះគឺត្រូវបន្ទោសឪពុកចង់បន្ទោសវាឲ្យរយះមេឃក៏ឥតប្រយោជន៍ដែរព្រោះគាត់មិនបានបង្ហាត់វាជាមុនបណ្ដាលមិនដោយតាមតែភាពកំជិលនិងភាពល្ងង់ខ្លៅរបស់វាលុះពេលដែលត្រូវប្រើវាម្ដងទើបដឹងប្រើរឿងនេះចង់អប់រំយើងថារាល់នៅភាពពូកែភាពឆ្លាតវៃទេពកោសល្យឬក៏អំណោយផលរបស់មនុស្សម្នាក់មិនមែនកើតមកដោយឯងនោះទេគឺកើតមកដោយសារតែភាពចេះដាក់ខ្លួនការរៀនសូត្រពីអ្នកដទៃ
ការរៀនសូត្រពីបរិបទជុំវិញខ្លួននិងការបដិញ្ញាចិត្តនៅក្នុងការរៀនសូត្រគ្មានអ្វីៗដែលកើតឡើងដោយឯកឯងនោះទេដូច្នេះហើយចូលដាក់ខ្លួននៅក្នុងការរៀនសូត្ររំដោះខ្លួនចេញពីភាពល្ងង់ខ្លៅកុំឲ្យភាពល្ងង់ខ្លៅរបស់យើងនៅជាប់ជាមួយនឹងយើងលុះដល់ថ្ងៃចុងក្រោយឲ្យសោះ